Magnesium Magnesium ជាសារធាតុរ៉ែទូទៅទី4នៅក្នុងរាងកាយបន្ទាប់ពី Calcium, Potassium និង Sodium ប៉ុន្តែ Magnesium ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពទូទៅគ្រប់សរីរាង្គទាំងអស់នៅក្នុងរាងកាយពិសេសបេះដូងសាច់ដុំនិងតម្រងនោមនិងសរសៃប្រសាទគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមព្រមទាំងរក្សាសម្ពាធឈាមឲ្យមានសុខភាពល្អហើយកាន់តែពិសេសទៅទៀតនោះគឺនៅក្នុងរដូវងានៅពេលដែលរាងកាយងាយនិងអស់កម្លាំងរឹងសាច់ដុំវាជួយគ្រប់គ្រងការផលិតថាមពលនិងកាត់បន្ថយភាពតានតឹងនិងការថប់បារម្ភសញ្ញាទាំងអស់នេះគឺបង្ហាញទូទៅដែលកើតនៅក្នុងអំឡុងពេលអាកាសធាតុត្រជាក់លើសពីនេះទៅទៀត Magnesium ជួយដល់ប្រព័ន្ធការពាររាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគតាមរដូវផងដែរយ៉ាងណាមិញប្រសិនបើយើងខ្វះជាតិ Magnesium យើងអាចប្រឈមនឹងផលវិបាកចំពោះសុខភាពជាច្រើនដូចជាអស់កម្លាំងបាត់បង់ចំណង់អាហាររមួលសាច់ដុំស្ពឹកឬក៏រមួលក្រពើនិងចង្អោរខាងក្រោមនេះគឺជាសញ្ញាបញ្ជាក់ថារាងកាយកំពុងតែខ្វះជាតិ Magnesium ទី1រមួលសាច់ដុំនិងកន្ត្រាក់សាច់ដុំទី2អស់កម្លាំងទី3គេងមិនគ្រប់គ្រាន់ទី4 stress និងថប់បារម្ភឈឺក្បាលនិងឈឺប្រកាំងទី6ជំងឺពុកឆ្អឹងទី7បញ្ហាបេះដូងគន្លឹះគ្រប់គ្រងជាតិ Magnesium នៅក្នុងរាងកាយវិធីសាស្ត្រដ៏ល្អបំផុតដើម្បីបំពេញជាតិ Magnesium ដែលខ្វះខាតគឺការញ៉ាំអាហារបំប៉ននិងការបង្កើតការញ៉ាំអាហារដែលមានជាតិ Magnesium ដូចជាបន្លែស្លឹកបៃតងឬបៃតងខ្មៅដូចជាស្ពៃពុយលេងខាត់ណាឃីវស្ពៃក្តោបផ្លែបឺរចេកសូកូឡាខ្មៅទឹកដោះគោនិងគ្រាប់ធញ្ញជាតិជាពិសេសគ្រាប់អាល់ម៉ុនគ្រាប់ល្ពៅគ្រាប់ស្វាយចន្ទីនិងគ្រាប់សណ្តែកសូមអរគុណសូមជម្រាបលា